វីដេអូមួយនេះផ្ញើជូនជាពិសេសសម្រាប់បងៗដែលចូលចិត្តញ៉ាំគីមឈីអាចរៀនធ្វើនៅផ្ទះខ្លួនឯងបានការដែលធ្វើខ្លួនឯងអញ្ចឹងបងប្អូនគឺងាយស្រួលក្នុងការតម្រូវរសជាតិទៅតាមការចូលចិត្តណាស្ពៃបូកគោយើងហាន់ប្រវែង3ទៅ4ថ្នាំងដៃឬក៏បងប្អូនចង់ធ្វើវាវែងបាច់ហាន់ក៏បានដែរតាមការចូលចិត្តហាន់រួចរាល់ហើយយើងលាងវាស្អាតសម្រស់ទឹកវារាងស្ងួតបន្តិចណាខ្ញុំអត់បានថតកន្លែងហ្នឹងហើយយើងរោយជាមួយនឹងអំបិលគ្រួសចំនួន3ខាំបងប្អូនប្រើអំបិលម៉ត់ក៏បានដែរហើយរោយបែបជាស្ទាប់ចឹងបងប្អូនបានវាសប់ល្អជាមួយនឹងអំបិលដល់ពេលដែលរោយវាតាមស្ទាប់រួចរាល់ហើយយើងប្រោះទឹកពីលើវាបងប្អូនអត់បានថតទៀតហើយកន្លែងហ្នឹងដោយសារតែធ្វើបដាថតបដាអញ្ចឹងទៅភ្លេចមុខភ្លេចក្រោយតិចហើយបងប្អូនដល់ពេលដែលយើងរោយអំបិលប្រោះទឹករួចរាល់ហើយយើងផ្អាប់វារយៈពេល3ម៉ោងតែកំឡុងនៃការផ្អាប់ហ្នឹងបងប្អូនយើងត្រូវតែច្បល់អាសាច្បល់វាពីក្រោមទៅលើចុះក្រោមដើម្បីឲ្យវាបានសប់ជាមួយនឹងអំបិលបានល្អបន្ទាប់ពីការផ្អាប់រយៈពេល3ម៉ោងហើយយើងយកស្ពៃមកលាងទឹកចំនួន3ទៅ4ទឹកទៀតដើម្បីឲ្យវាអស់ជាតិប្រៃចំពោះស្ពៃបូកគោ4គីឡូយើងប្រើស្លឹកកញ្ឆាយចំនួន1ខាំយើងហាន់ប្រវែងប្រហែល2ថ្នាំងដៃអីបងប្អូនហើយឆៃថាវគឺយើងប្រើចំនួន2មើមយើងហាន់វាជាតសៃបែបហ្នឹងបងប្អូនហើយការ៉ុតគឺយើងដាក់ចំនួន1ទៅ2មើមដូចគ្នាខ្ទឹមបារាំងគឺយើងប្រើចំនួន1មើមហើយនឹងខ្ទឹមសចំនួន1ខាំហើយប៉មនេះខ្ញុំប្រើ2ផ្លែហើយនឹងសេរី1ផ្លែបាយកកគឺប្រើចំនួនកន្លះកូនចានចង្កឹះបងប្អូនចង់ប្រើបបរអង្ករត្នោតឬក៏ម្សៅអង្ករត្នោតកូរជាមួយទឹកដាក់ជំនួសក៏បានដូចគ្នាតែសម្រាប់នាងខ្ញុំខ្ជិលស្មុកស្មាញច្រើនបងប្អូនប្រើតែបាយកកហ្នឹងស្រួលក្លុកជាមួយនឹងគ្រឿងរបស់យើងទៅវាកាច់មេជូរបានដូចគ្នាយើងយកបាយកកក្លុកជាមួយគ្រឿងរបស់យើងមកមានខ្ទឹមបារាំងខ្ទឹមសមានប៉មសេរីអីហ្នឹងបងប្អូនហើយទឹកត្រីគឺនាងខ្ញុំប្រើចំនួន200មីលីលីត្រហើយនឹងម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយទៀតបងប្អូនថតអត់បានជាប់ម្សៅស៊ុបហើយចំពោះម្ទេសបងប្អូនចង់ហឹរគឺយើងអាចលាយជាមួយនឹងម្ទេសដៃនាងបងប្អូនក្លុកលាយចូលគ្នាទៅតែបើសិនជាបងប្អូនអត់ចូលចិត្តហឹរទេយើងប្រើតែម្សៅម្ទេសការ៉េបានហើយចំពោះស្ពៃបូកគោចំនួន4គីឡូនាងខ្ញុំប្រើម្សៅម្ទេសនេះតែ1ខាំទេណាបងប្អូនបើសិនជាដាក់ច្រើនវាស្កាតអត់ឆ្ងាញ់ទេហើយយើងយកម្ទេសហ្នឹងមកប្រឡាក់ជាមួយនឹងការ៉ុតឆៃថាវហើយនឹងស្លឹកគូឆាយហើយនឹងគ្រឿងដែលយើងបានកន្លុកមិញហ្នឹងយើងដាក់ប្រឡាក់ច្បល់ចូលគ្នាឲ្យបានសព្វល្អទាំងអស់មកការធ្វើគីមឈីនេះនាងខ្ញុំអត់ប្រើស្ករសឬក៏ស្ករត្នោតអីទេបងប្អូនដោយសារតែនាងខ្ញុំយកជាតិផ្អែមចេញពីផ្លែឈើមានប៉មសេរីហើយនិងខ្ទឹមបារាំងក៏មានជាតិផ្អែមដែរធ្វើចឹងញ៉ាំទៅឆ្ងាញ់ហើយអត់តលាន់ណាបងប្អូនបើកាលណាប្រើស្ករវាឆាប់ខូចងាយខូចហើយទុកអត់បានយូរហើយវាយើងញ៉ាំទៅរឿងតលាន់ផ្អែមអញ្ចឹងណាតែបើយើងដាក់ស្ករធម្មជាតិបែបហ្នឹងពីផ្លែឈើអញ្ចឹងណាញ៉ាំទៅគឺឆ្ងាញ់ហ្មងបងប្អូនបន្ទាប់ពីយើងលាយគ្រឿងរួចរាល់ហើយយើងយកវាមករៀបចំប្រឡាក់ជាមួយនឹងស្ពៃបូកគោដែលយើងលាងទឹកសម្រស់វាទុកមិញហ្នឹងណាបងប្អូនអញ្ចឹងយើងដាក់រៀបនៅក្នុងកធុនឬក៏ឆ្នាំងដែលបងប្អូនងាយស្រួលក្នុងការច្បល់ប្រឡាក់យើងច្បល់វាជាមួយនឹងគ្រឿងហ្នឹងឲ្យបានសព្វល្អមកសម្រាប់បងប្អូនដែលអត់សូវចិត្តក្លិនឆួលបងប្អូនអាចកាត់បន្ថយខ្ទឹមបារាំងឬក៏ស្លឹកគូឆាយដែរព្រោះអីអាពីរមុខហ្នឹងក៏វាធ្វើឲ្យគីមឈីរបស់យើងមានក្លិនឆួលតែសម្រាប់នាងខ្ញុំគឺក្លិនបែបនេះអត់អីឲ្យឆ្ងាញ់នាងខ្ញុំចូលចិត្តបើសិនជាបងប្អូនអត់ចូលចិត្តអាចអត់ដាក់ក៏បានដែរខ្ទឹមបារាំងណាយើងច្បល់វាចុះឡើងឲ្យវាបានសព្វល្អជាមួយគ្រឿងទេសហើយយើងរក្សាទុកវានៅក្នុងកែវបែបហ្នឹងណាបងប្អូនបើសិនជាបងប្អូនធ្វើបរិមាណតិចតួចបងប្អូនចូលចិត្តជូរខ្លាំងបងប្អូនទុកនៅខាងក្រៅរយៈពេល1យប់គឺជូររមមសម្រាប់បងប្អូនញ៉ាំហើយតែបើសិនជាបងប្អូនធ្វើច្រើនដូចនាងខ្ញុំ4ទៅ5គីឡូអីអញ្ចឹងទុកស្ងាត់ញ៉ាំបានយូរអញ្ចឹងយើងទុកវារយៈពេល3ទៅ4ម៉ោងឲ្យវាចូលរសជាតិហើយបងប្អូនអាចយកវាទៅដាក់ក្នុងទូទឹកកកធ្វើអញ្ចឹងបានយើងទុកបានយូរជ្រុលថាធ្វើញ៉ាំហ្នឹងខ្ញុំធ្វើច្រើនអញ្ចឹងតែម្ដងទៅដោយសារតែអ្នកផ្ទះក៏គាត់ចូលចិត្តញ៉ាំគីមឈីនេះដែរអញ្ចឹងវីដេអូនេះខ្ញុំគឺដល់ទីបញ្ចប់ហើយបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំតាមរូបមន្តហ្នឹងធានាមិនឲ្យបងប្អូនខកចិត្តទេគឺថាឆ្ងាញ់ខ្លាំងមែនតែនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះកុំភ្លេចជួយ Subscribe Channel និង Follow Page ដើម្បីទទួលបានវីដេអូថ្មីបន្ថែមអរគុណ